តពីណាគេខ្លះដែលមានក្តីសម័យចង់ស្លៀកឯកសណ្ឋានបែបនេះជម្រាបសួរសួស្តីអ្នកនរគ្នានេះផងដែរគឺខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅស្វែងរកក្តីសម័យអ្នកទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលកំពុងតែប្រឡងទី12ហើយនឹងបានបញ្ចប់សញ្ញាបត្រទី12ផងដែរនៅពេលដែលអ្នកទាំងអស់គ្នារៀនបឋមអនុវិទ្យាល័យគឺអ្នកទាំងអស់គ្នាតែងតែប្រាថ្នាចង់សម្រេចគោលដៅឬក៏ក្តីសម័យអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាចង់ក្លាយជាអីគេក្តីសម័យនៅក្នុងអនាគតចង់ក្លាយជាគ្រូបង្រៀនចង់ក្លាយជាវិជ្ជបណ្ឌិតចង់ក្លាយជាពេទ្យចង់ក្លាយជាទាហានអីចឹងទៅហើយនេះក៏ខ្ញុំនឹងចែករំលែកបទពិសោធន៍ខ្លះៗទៅកាន់បងប្អូនចំនួនក្រោយដែលបានដឹងនិងស្វែងយល់ដោយខ្លួនឯងការដែលអ្នកទាំងអស់គ្នារៀននៅវិទ្យាល័យវាប្រកបណាស់មេរៀនគឺតិចស្រួលទេហើយក៏មាននៅក្នុងសៀវភៅស្រាប់ផងដែរក៏ប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នាចូលដល់សាកលវិទ្យាល័យគឺត្រូវតែស្វែងរកនៅអ្វីដែលថ្មីគំនិតអ្វីដែលថ្មីគឺថ្មីរហូតជាពិសេសចូលដល់សាកលវិទ្យាល័យហើយគ្រូនឹងដាក់ assignment ជាច្រើនឲ្យយើងស្រាវជ្រាវចឹងហើយអ្នកនរគ្នាត្រូវតាមឲ្យទាន់ពេលដែលអ្នកនរគ្នាចូលសាកលវិទ្យាល័យហើយសារ៉ាប់មុខជំនាញមួយនេះក៏ជាក្តីសម័យរបស់ខ្ញុំដែរគឺរងចាំជាយូរតែរាំបានប៉ុណ្នេះឆ្លងកាត់ព្យុះភ្លៀងខ្យល់អស់ហើយទៅរាំបានសម្រេចក្តីសម័យមួយនេះត្រូវរលួយដោយខ្លួនឯងត្រូវប្រឡងចូលស្កលដោយខ្លួនឯងត្រូវស្វែងរកសាលាដោយខ្លួនឯងមួយទៀតអ្នកនរគ្នាយើងស្រឡាញ់ជំនាញអ្វីគឺយើងសិក្សាទៅលើជំនាញហ្នឹងទៅកុំរៀនតាមគ្នាឬក៏តាមមិត្តភ័ក្តិព្រោះអនាគតរបស់យើងជាអ្នកជ្រើសដោយសារតែខ្ញុំកើតនៅក្នុងគ្រួសារដែលកសិករគ្រួសារដែលខ្វះខាតឪពុកម្ដាយជាអ្នកកសិករទេចឹងហើយអ្វីៗក៏ខ្ញុំត្រូវស្វែងយល់ដោយខ្លួនឯងដែរបាក់ឌុបរបស់ខ្ញុំគឺខ្ញុំប្រឡងនៅឆ្នាំ2016ទល់មកដល់ពេលនេះគឺឆ្នាំ2025ហើយប្រហែលជាវា10ឆ្នាំហើយខ្ញុំធ្លាប់បានរៀនជំនាញខុសជាច្រើនកាលពីឆ្នាំទី1ក្នុងអំឡុងឆ្នាំ2016គឺខ្ញុំបានរៀនជំនាញផ្សេងអញ្ចឹងទៅហើយបន្ទាប់មកទៀតក៏ខ្ញុំបានទៅធ្វើការងារមួយគឺជាការងាររត់តុការងាររត់តុរបស់ខ្ញុំគឺការងារដែលpart time ទេបន្ទាប់មកទៀតគឺខ្ញុំបានទៅធ្វើជំនួយការគ្រូបង្រៀនជំនួយការគ្រូបរទេសអញ្ចឹងណាអញ្ចឹងហើយក៏ឆ្លៀតមើលគាត់បង្រៀនបែបណាទុកជាបទពិសោធន៍តែនៅថ្ងៃអនាគតទៅខ្ញុំខ្លាចជាគ្រូបង្រៀនអីចឹងទៅក្តីសម័យរបស់ខ្ញុំគឺបានជាការពិតមែនក៏ប៉ុន្តែខ្ញុំបានទៅបរៀននៅសាលាឯកជនសិស្សបឋមសិក្សាពីមត្តេយ្យរហូតដល់ថ្នាក់ទី6មួយទៀតការងារអីក៏ខ្ញុំអត់ដែលរើសដែរបងប្អូនអរគ្នាគឺខ្ញុំធ្វើឲ្យតែបានលុយសម្រាប់ផ្គត់ផ្គង់ការហូបចុកដោយខ្លួនឯងថ្លៃទឹកថ្លៃភ្លើងបង់ផ្ទះចាក់សាំងតែប៉ុណ្ណឹងទេការងារដែលខ្ញុំមិនរើសគឺឲ្យតែការងារសុចរិតគឺខ្ញុំធ្វើទាំងអស់អត់ប្រកាន់សំខាន់គឺលុយដើម្បីបន្តការសិក្សារបស់ខ្ញុំហើយក្តីសម័យរបស់ខ្ញុំក៏ទើបតែក្លាយជាការពិតនៅក្នុងឆ្នាំ2023នេះទេអ្នកនរគ្នានោះគឺខ្ញុំត្រូវតែជំនះនៅខ្លួនឯងថាខ្ញុំត្រូវតែប្រឡងពេទ្យឲ្យជាប់ឲ្យបានការប្រាថ្នារបស់ខ្ញុំគឺវាคล้ายជាការពិតដែរព្រោះថាមុនពេលចេញពីផ្ទះខ្ញុំបានសន្យាជាមួយនឹងឪពុកម្ដាយរបស់ខ្ញុំអីធ្វើម៉េចគឺឲ្យពួកគាត់មានមោទនភាពមកលើខ្ញុំគឺធ្វើមិនឲ្យគាត់ពិបាកចិត្តហើយក៏មិនឲ្យគាត់ព្រួយបារម្ភដែរកូនម្នាក់នេះពិតជាមានមោទនភាពហើយដែលបានកើតមកជាកូនពុកម៉ែសូមផ្ដាំទៅកាន់បងប្អូនថាឪពុកម្ដាយមានលុយឲ្យរៀនគឺខំប្រឹងរៀនទៅកុំឲ្យពួកគាត់ពិបាកចិត្តអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់ជួបគ្នាវីដេអូក្រោយបាយបាយ